តើអ្នកដឹងដោយរបៀបណាឥតប្រយោជន៍ខ្ញុំមិនប្រឌិតរឿងនេះទេក្មេងស្រីនោះដឹងច្បាស់ជាងគេវាច្បាស់នៅខាងក្នុងនៅពីក្រោយរឿងនេះប្រហែលជាមានហេតុផលដែលមិនអាចនិយាយបានខ្ញុំខ្លាចថាវានឹងពិបាកពន្យល់ដល់អ្នកខាងក្រៅលុះត្រាតែអ្នកភ្ញាក់ពីដំណេកនៅពាក់កណ្ដាលអធ្រាត្រក្មេងស្រីនោះប្រហែលជាកាន់តែពិបាកទទួលយកជាងនេះទៅទៀតមនុស្សគ្រប់គ្នាចង់លួចប្រពន្ធរបស់អ្នកមិនអីទេតើអ្នកចង់ក្លាយជាមូលហេតុនៃបញ្ហាហើយបញ្ចប់នៅក្នុងវាំងមែនទេបើអ្នកមិនក្លាយជាអ្នកបង្កបញ្ហាហើយចូលទៅក្នុងវាំងទេអ្នកនៅតែអាចត្រូវធ្វើអ្វីព្រោះខ្ញុំមិនចង់ក្លាយជាម្នាក់នោះហើយអ្នកណាចង់ក្លាយជាម្នាក់នោះតើអ្នកណាគួរទទួលបន្ទុកខ្ញុំមិនខ្វល់ថាអ្នកណាទេអ្នកណាធ្វើបាបខ្ញុំទេលោកតាម្ដាយក្មេករបស់ខ្ញុំមិនព្រមធ្វើវាទេដរាបណាអ្នកអាចលះបង់ការភ្ជាប់ពាក្យបានខ្ញុំនឹងឲ្យអ្នក10លានភ្លាមតើស្ត្រីប្រភេទណាដែលលេចឡើងក្នុងចិត្តបើអ្នកផ្ដាច់ពាក្យនឹងខ្ញុំសូមឲ្យខ្ញុំ1000ផង10,000ខ្ញុំចង់សុបិនអាក្រក់ឬអ្នកយក10លានឬអ្នកស្ត្រីដែលអ្នកភ្ជាប់ពាក្យគាត់ប្រហែលជាកំពុងដេកលើគ្រែរបស់បុរសផ្សេងពួកគេនៅលើគ្រែខ្ញុំចង់បានអ្នកកូនឲ្យកូនគួរតែគិតរឿងនេះឲ្យច្បាស់នោះ10លានហេតុអ្វីបានជាត្រូវទៅជួបគ្រួសារឡែងដើម្បីរងទុក្ខវេទនាតើទុក្ខសោករបស់មនុស្សជាតិនឹងបន្តទេ12លាន15លានលានកូនឲ្យកុំធ្វើជាមនុស្សល្ងង18លានជែងវិញ18លានហេហេតុអ្វីបានជាអ្នកមិនទៅទីនោះទៀតការចូលរួមខ្ញុំជាងហ្វេងមិនមែនជាប្រភេទមនុស្សដែលពឹងផ្អែកលើការលក់នោះទេប្រពន្ធត្រឡប់មកផ្ទះវិញជួបនឹងទុក្ខលំបាកអាពាហ៍ពិពាហ៍គឺជាបញ្ហានៃអំណាចប្រសិនបើវាគឺជានារីវ័យក្មេងដែលមិនចង់ដូច្នេះខ្ញុំបានចោះចាញ់គាត់បានងាកហើយចាក់ចេញខ្ញុំមិនអាចទប់ទល់នឹងការជំរុញឲ្យទទួលរងនៅផលវិបាកនោះទេដូច្នេះថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកពិការលែងវាទៅហើយវាក៏នៅចំពោះមុខខ្ញុំបើអ្នកប៉ះបុរសរបស់ខ្ញុំនឹងឃើញអ្វីដែលអ្នកនឹងធ្វើខ្ញុំបានយកវាទៅដាក់ក្នុងចិត្តហើយមកជាមួយខ្ញុំប្រាប់ខ្ញុំផងតើអ្នកជាស្ត្រីប្រភេទណាតើអ្នកពិតជាមានគម្រោងសម្លាប់ខ្លួនមែនទេតើត្រឹមត្រូវទេថ្ងៃនេះខ្ញុំភ្ជាប់ពាក្យជាមួយអ្នកហើយបើគ្មានការចូលរួមនេះទេនាងមិនអាចត្រូវបានគេមើលឃើញឡើយអ្នកទាំងពីរបាត់ខ្លួនហើយឬនៅយូឈីងរបស់យើងមានរូបរាងដ៏អស្ចារ្យមែនP2មកមើលសិនតើវាដុះឡើងវិញហើយឬនៅមិនអីទេខ្ញុំកាន់តែចង់ស្ដាប់វានៅពេលព្រឹកព្រលឹមខ្ញុំស្ទើរតែលងស្នេហ៍អ្នកភ្លាមនៅពេលដែលអ្នកនិយាយចេញមកបុរសនិងស្ត្រីលោកីសេចក្តីស្រឡាញ់រវាងបុរសនិងស្ត្រីវាគ្រាន់តែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះជំនាន់ស្នេហារវាងពួកយើងគឺជាស្នេហាពិតអ្នកកំពុងលេងជាមួយភ្លើង